ព្រេងនិទានខ្មែរសូមជូនរឿងដើមជ័យទ្វារនិងដើមបាយម៉ាតចាស់បុរាណខ្មែរយើងច្រើនជឿហើយហាមប្រានកូនចៅមិនឲ្យដាំដើមជ័យទ្វារនៅជិតសម្រាប់ផ្ទះពួកគេយល់ថាវាដាក់ម្ចាស់ផ្ទះបានជាមានជំនឿយ៉ាងនេះដែលមានរឿងដំណើរដូចតទៅនេះជាយូរអង្វែងណាស់មកហើយមានគ្រួសារមួយជាអ្នកទីតក្រប្រកបរបរជាអ្នករកស៊ីកសិករក្នុងពេលមួយជារដូវរាំងឥតមានភ្លៀងធ្វើស្រែបរិះប្តីក៏លាប្រពន្ធទៅរកស៊ីឈ្នួលគេនៅស្រុកឆ្ងាយក្រោយដែលបរិះនេះចេញទៅផុតស្រុកក៏កើតជំងឺហេវីតារ៉ូរាតត្បាតពាសពេញបណ្ដាលឲ្យអ្នកស្រុកទាំងមូលហើយជ្រួលច្របល់យ៉ាងសម្បើមមុនដំបូងជំងឺនោះបណ្ដាលកើតអំពីសត្វតូចតាចលូយូរទៅក៏រីករាលដាលរហូតដល់សត្វធំរហូតដល់ជីវិតមនុស្សនៅក្នុងភូមិផងដែរគ្មាននរណាអាចជួយនរណាបានឡើយផ្ទះនីមួយស្ងាត់ឈឹងពេលយប់គេឮសំឡេងឆ្កែលូនិងពន្លឺភ្លើងប្រទីបផ្លុងត្រង់នេះមួយត្រង់នោះមួយគួរឲ្យព្រឺក្បាលពន់ពេកនៅភូមិខ្លះដែលមានរោគនេះមិនទាន់រាលដាលដល់អ្នកនិគមជនបទទាំងនោះក៏ពុំហ៊ានដើរស្វែងរកប្រកបកិច្ចការរហេរហូតដោយប្រក្រតីឡើយមនុស្សទាំងនោះមានកិរិយាស្ងៀមស្ងាត់មានទឹកមុខក្រៀមក្រំស្រពាត់ស្រពោនជានិច្ចនិយាយរកគ្នាទៅវិញទៅមកដោយខ្សឹបខ្សៀវមិនហ៊ាននិយាយគ្នាកោងកាកឬនឹកឈ្មោះទីកន្លែងដែលកើតជំងឺចង្រៃទាំងនោះឡើយមានថ្ងៃមួយនៅពេលដែលជំងឺកំពុងតែបង្កើនឥទ្ធិពលយ៉ាងខ្លាំងស្រាប់តែមានទាយកម្នាក់មកនិមន្តព្រះសង្ឃចំនួន4ព្រះអង្គទៅចម្រើនព្រះបរិត្តនៅផ្ទះរបស់ខ្លួនលុះដល់កំណត់ទាយនោះក៏មកទទួលព្រះថេរៈចៅអាវាសព្រមទាំងភិក្ខុ3រូបទៀតនិមន្តទៅដល់ផ្ទះឧបាសកនោះឃើញមានភ្ញៀវយ៉ាងច្រើនគេក៏និមន្តព្រះសង្ឃទាំង4ព្រះអង្គឡើងលើ